តើនេះជាអ្វីឲ្យពិតប្រាកដយាន NASA ទើបថតបានវានៅលើភពព្រឹកអង្គារបេសកកម្មយាន Perseverance នៃអង្គការ NASA នៅលើផ្ទៃភពព្រឹកអង្គារទើបតែថតបានថ្មដ៏ចម្លែកមួយដុំដែលមានទម្រង់ដូចជារូបភាពនេះឲ្យក្រុមអ្នកវិទ្យាសាស្ត្រទើបធ្វើការសន្និដ្ឋានជាបឋមអំពីប្រវត្តិដើមរបស់វាជាការពិតណាស់ថ្មចម្លែកមានច្រើនសន្តាននិងត្រូវបានរកឃើញច្រើនមកហើយទាំងយាន Perseverance និង Curiosity តែអាមួយថ្មីនេះពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ងាយស្រួលសិក្សាបន្តក្រុមការងារគ្រប់គ្រងបេសកកម្ម Perseverance របស់អង្គការ NASA បានដាក់ឈ្មោះឲ្យថ្មថ្មីនេះដ៏ចម្លែកថា Pool Bay បើមើលទៅនឹងភ្នែកក្នុងរូបភាពនេះលោកអ្នកប្រកាសជាឃើញគ្រប់ថ្មមូលខ្មៅកំពុងតែផ្គុំគ្នាយ៉ាងពាក់ពពួរពពូនហើយគ្រប់ថ្មមូលខ្លះថែមទាំងមានរន្ធប្រៀបដូចជាគ្រប់អង្កាំថែមទៀតផងតើទាំងមូលនេះអាចជា fossil របស់សត្វប្រភេទណាមួយនៅលើផ្ទៃភពព្រឹកអង្គារដែរឬទេចម្លើយគឺប្រកាសណាស់មិនអាចឆ្លើយពេលនេះបានឡើយPool Bay ត្រូវបានកាមេរ៉ាយាន Perseverance ផ្ដិតបានពេលកំពុងចល័តនៅក្នុងរណ្ដៅ J0 កាលពីថ្ងៃទី11ខែមីនាឆ្នាំ2025 Perseverance បានចុះទៅដល់ J0 ដែលជាអតីតបឹងស្តុកទឹកនៅលើផ្ទៃភពព្រឹកអង្គារកាលពីរាប់ពាន់លានឆ្នាំមុនមកកាត់45គីឡូម៉ែត្រនៅកាលពីខែកុម្ភៈឆ្នាំ2021ដោយស្ថិតនៅក្នុងគោលដៅស្វែងរកដាននៃជីវិតឬភស្តុតាងនៃអតិសុខំប្រាណដែលអាចធ្លាប់កើតមាននៅទីនោះជំវិញស្ថានភាពថ្មចម្លែកមួយដុំនេះក្រុមការងារ Perseverance បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនយ៉ាងដូចនេះថាយើងឃើញថ្មមានលក្ខណៈពិសេសបែបនេះនៅក្នុងទីតាំងភូមិសាស្ត្រដូចជា J0 បែបនេះគឺពិតជាបង្កភាពសុខស្មាញខ្លាំងណាស់នៅក្នុងការយល់ដឹងអំពីប្រភពដើមរបស់វានិងថាតើវាមានសារៈសំខាន់បែបណានៅក្នុងការឆ្លុះបញ្ចាំងពីប្រវត្តិផ្នែកភូមិសាស្ត្រនៃមាត់រណ្ដៅ J0 និងលើសពីនោះទៅទៀតសម្រាប់ថ្ម Pool Bay ដែលមើលមួយផ្លេតអាចច្រឡំថាជាកូនសត្វខ្មៅកំពុងតែហុំព័ទ្ធថ្មមួយដុំនោះត្រូវបានប្រទះឃើញនៅតំបន់ទីទួលមួយឈ្មោះថា Witch Hazel ដែលជាបណ្ដុំថ្មមានវិសាលភាពជាង100ម៉ែត្រហើយយាន Perseverance មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះតំបន់មាត់រណ្ដៅ J0 នោះអ្វីដែលពិសេសនោះយានអង្គការ NASA មួយទៀតគឺ Curiosity ក៏បានប្រទះឃើញថ្មស្រដៀងគ្នានេះដែលខណៈដែលវាកំពុងស្ថិតនៅក្នុងរណ្ដៅ Gale ផ្សេងពីទីតាំងរបស់ Perseverance នោះយោងតាមក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការបកស្រាយជាបឋមថាថ្មប៉ាត់ចម្លែកដូចជាយាន Perseverance និង Curiosity បានរកឃើញនេះអាចជាថ្ម concrete ដែលបង្កឡើងពីលំហូរនៃទឹកឆ្លងកាត់ចន្លោះនៃថ្មនេះក្នុងរយៈពេលយូរអង្វែងទើបវាក៏កើតចេញជារូបរាងបែបនោះយ៉ាងណាក៏ដោយក្រុមអ្នកវិទ្យាសាស្ត្រអង្គការ NASA ក៏បានសង្ស័យថាថ្មដូចជា Pool Bay នេះអាចកើតចេញពីកំអែលភ្លើងឬក៏ការធ្លាក់នៃអាចផ្កាយផងដែរគូបញ្ជាក់ថាយើងនឹងអាចយល់ដឹងច្រើនជាងនេះអំពីអតីតកាលនៃភពអង្គារតាមរយៈបេសកកម្ម Mars Sample Return ដែលអាចនឹងកើតឡើងដោយការបញ្ជូនយានទៅកាន់ភពអង្គារនៅឆ្នាំ2030ដើម្បីដឹកបំពង់ស្តុកសំណាក់ដែលយាន Perseverance បានច្រកទុកប្រមាណជា40បំពង់នោះត្រឡប់មកកាន់ភពផែនដីវិញនៅឆ្នាំ2035ឬអាចយូរជាងនេះទៅទៀតគឺនៅឆ្នាំ2039ប៉ុន្តែ NASA ត្រូវការប្រាក់$300លានពីសភាដើម្បីបំពេញកិច្ចការនេះដែលគេមិនទាន់ច្បាស់ថារដ្ឋបាលលោក Donald Trump គ្រប់គ្រងដែរឬទេយ៉ាងណានោះឡើយ។